នៅក្នុងឱកាសនៃការធ្វើសន្និសីទកម្ពុជានៅក្នុងសេតវិមានកាលពីម្សិលមិញនេះលោកប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ាបានធ្វើសេចក្តីថ្លែងការណ៍អំពាវនាវទៅឲ្យពិភពលោកឲ្យក្រោកឈរឡើងដើម្បីប្រឆាំងទៅនឹងក្រុមជ្រុលនិយមដែលតែងតែធ្វើការបកស្រាយនៅគោលនយោបាយជ្រុលនិយមហើយបង្កើតឲ្យមាននៅចំនួនវប្បធម៌រវាងប្រទេសនៅមជ្ឈមបូព៌ានិងប្រទេសលោកខាងលិចសន្និសីទកម្ពុជារយៈពេល3ថ្ងៃដែលធ្វើឡើងនៅក្នុងសេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកបារ៉ាក់អូបាម៉ាបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើរដ្ឋាភិបាលស៊ីរីនិងអ៊ីរ៉ាក់ដែលបរាជ័យក្នុងការគ្រប់គ្រងស្ថានភាពក្នុងប្រទេសហើយបណ្ដាលឲ្យមានការងើបឡើងនៅចលនារបស់ក្រុម ISIS ដែលបង្កឲ្យមានការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ក៏ដូចជាពិភពលោកផងដែរនោះលោកបានបន្ថែមទៀតថាការចោទប្រកាន់ដែលថាប្រទេសលោកខាងលិចកំពុងធ្វើសង្គ្រាមជាមួយនឹងជនជាតិអ៊ីស្លាមគឺមិនមែនជាការពិតនោះទេតែវាជាការយល់ខុសរបស់ក្រុមជ្រុលនិយមដែលមានបំណងបង្កឲ្យមានហិង្សានិងចំនួនរវាងលោកខាងលិចនិងប្រទេសមជ្ឈមបូព៌ាក្រៅពីការលើកឡើងបញ្ហានៅអ៊ីរ៉ាក់និងស៊ីរីនោះលោកអូបាម៉ាបានបដិញ្ញាថានឹងបន្តប្រយុទ្ធប្រឆាំងជាមួយក្រុមអាល់កៃដានិងបណ្ដេញក្រុមសកម្មប្រយុទ្ធផ្សេងទៀតដែលកំពុងតែឈរជើងនៅក្នុងប្រទេសអាហ្គានីស្ថានប្រទេសយេម៉ែននិងប្រទេសសូម៉ាលីផងដែរគូបញ្ជាក់ផងដែរថាប្រធានបទសំខាន់របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកនៅក្នុងសន្និសីទកម្ពុជារយៈពេល3ថ្ងៃនេះគឺផ្ដោតសំខាន់លើយុទ្ធនាការប្រឆាំងទៅនឹងក្រុមសកម្មប្រយុទ្ធនិងអំពាវនាវឲ្យបណ្ដាមេដឹកនាំទូទាំងពិភពលោកឲ្យមានការរួបរวมគ្នាដើម្បីបន្តប្រឆាំងជាមួយក្រុមដែលបង្កឲ្យមានអសន្តិសុខដល់ពិភពលោកពីខ្ញុំរឿនភិរុនសារព័ត៌មានថ្មីៗ.com